ខ្ញុំរីករាយសប្បាយចិត្តមែនទែនតែខ្ញុំមានឱកាសចូលរួមនៅក្នុងកម្មវិធីនេះខ្ញុំចាំប្រហែល2ខែមុនខ្ញុំបានចូលរួមលើកស្នា498 499 500អត់ភ្លេចទេផ្ទាំងនេះប្រាប់ស្លាក500ហើយឥឡូវខេត្តកណ្ដាលយើងនេះលើកស្លាកបាន615ស្លាកហើយអស្ចារ្យមែនទែនអបអរសាទរបងប្អូននៅខេត្តកណ្ដាលហើយខ្ញុំសូមនេះនិយាយបន្តិចដោយសារចម្លែកគេនៅខាងឆ្វេងខ្ញុំអគ្គលេខាលោកអគ្គលេខារបស់គណៈបកភ្លើងទៀនអ្នកនាំពាក្យគណៈបកភ្លើងទៀនបងពួកខ្ញុំស្និទ្ធស្នាលជាហៅបងប្អូនបងច័ន្ទជេងគាត់អតីតតំណាងរាស្ត្រខាងគណៈបកសំរងស៊ីផងសង្គ្រោះជាតិផងហើយតែចេញមកពីសំរងស៊ីបងគុណនេះគាត់បង្កើតនោះអតីតព្រឹទ្ធសភាជាមួយខ្ញុំដែរខាងគណៈបកសំរងស៊ីហើយបងស្រីចុងនោះគាត់តំណាងរាស្ត្រឲ្យគណៈបកសំរងស៊ីផងហើយនឹងសង្គ្រោះជាតិផងដល់យើងមើលទៅឥឡូវមានមួកគណៈបកភ្លើងទៀនគណៈបកឆន្ទៈខ្មែរបើសិនជាអ្នកមិនដឹងគេថាពួកនេះដូចច្បោកច្បងដល់សផងក្រហមផងទៀនផងព្រះអាទិត្យថ្មីផងក៏ប៉ុន្តែសម្រាប់ពួកយើងជារឿងធម្មតាដោយសារពួកយើងទាំងអស់គ្នានេះជាគ្រួសារតែមួយចេញមកពីប្រភពតែមួយដោយបងបានលើកឡើងមិញអញ្ចឹងតែពួកគាត់ជាស្ថាបនិកគណៈបកជាតិខ្មែរឡើងមកគណៈបកសំរងស៊ីទោះឈ្មោះអីក៏ដោយអត់សំខាន់មនុស្សទាំងអស់គ្នាសិតតែអ្នកដដែលដែលយើងស្គាល់គ្នា33ឆ្នាំហើយហ្នឹងសូម្បីតែក្រុមប្រឹក្សាសមាជិកព្រឹទ្ធសភាខ្ញុំនេះក៏ចេញមកពីគណៈបកសំរងស៊ីគណៈបកភ្លើងទៀនក្រុមប្រឹក្សាខេត្តយើងទាំង47ឃុំ47នាក់ក៏ចេញមកពីគណៈបកភ្លើងទៀនគណៈបកសំរងស៊ីក្រុមប្រឹក្សាស្រុកយើង300ជាងនាក់ក៏ចេញមកពីប្រភពតែមួយខ្ញុំដឹងក្នុងរយៈពេល1ឆ្នាំ2ឆ្នាំនេះមានអ្នកបានសម្រេចចិត្តដោយសារចរន្តដោយសារខ្យល់បក់មិនទេខ្ញុំមិនដឹងទេក៏ប៉ុន្តែវាមានអ្នកដែលបានចាក់ចេញពីយើងមានអ្នកដែលទៅសាកអីផ្សេងក៏ប៉ុន្តែកុំភ្លេចឲ្យសោះនេះកន្លែងនេះជាផ្ទះរបស់យើងទាំងអស់គ្នាបងប្អូនកុំភ្លេចឲ្យសោះយើងចេញពីភពតែមួយទេកុំភ្លេចសញ្ញានេះតាំងពីថ្ងៃទី1គណៈបកសំរងស៊ីមកដល់គណៈបកភ្លើងទៀនសញ្ញាភ្លើងទៀននៅដដែលបាវចនាមើលបាវចនានៅដដែលដោយសារយើងផ្ដោតអារម្មណ៍ទៅលើធំជាងគេគឺសិលធម៌សច្ចធម៌និងយុត្តិធម៌ជាបាវចនារបស់យើងវាដិតនៅក្នុងបេះដូងរបស់ពួកយើងទាំងអស់គ្នាដោយសារអីដោយសារឧត្តមកតេស្នេហាជាតិរបស់ពួកយើងទាំងអស់គ្នាបងប្អូនហេតុអីយើងខំតស៊ូលះបង់គ្រប់ពេលទាំងធនធានពេលវេលាទាំងធនធានថវិកាគ្រប់បែបយ៉ាងទាំងអស់ដើម្បីអីដើម្បីស្មារតីដើមរបស់យើងឧត្តមកតេជាតិរបស់យើងឧត្តមកតេជាតិហ្នឹងគឺស្នេហាជាតិយើងបដោតអារម្មណ៍ទៅលើសេចក្តីស្រឡាញ់ប្រទេសជាតិយើងបដោតអារម្មណ៍ទៅលើការលះបង់ដើម្បីប្រទេសជាតិយើងមិនមែនតែគ្រាន់តែនិយាយទេខ្ញុំជឿថាបើសិនជាយើងគ្រាន់តែនិយាយអូខ្ញុំស្នេហាជាតិបងប្អូនមិនមែនដើរជាមួយពួកយើងនៅផ្លូវលំបាកដូចបងអីហ្នឹងសិតអ្នកទុំចេញពីពន្ធនាគារហើយមកធ្វើទៀត